បាទសួស្តីមួយទាំងអស់គ្នាបងប្អូនបាទថ្ងៃនេះគឺយើងចាញ់បាន3ទីតាំងផ្សេងគ្នាទៅហើយបងប្អូនបាទហើយថ្ងៃនេះគឺចាញ់បានតែកូនទន្សាយទួយទាំងអស់បងប្អូនក៏ពិតទៅ4ទីតាំងប៉ុន្តែមួយទៀតហ្នឹងអ្នកស្រុកនៅជាមួយគ្នាបងប្អូនបាទអញ្ចឹងទីតាំងទី1គឺបងប្អូនស្រីបងប្អូនប្រុសនៅខាងភ្នំទុយភ្នំធំយើងខាងអ្នកស្រុកខាងខ្ញុំនេះឯងបងប្អូនគាត់មកយកដល់ផ្ទះបាទគាត់យកអារាំងជំទង់រាំងធំក្រាន់ដែរអាយុ2ខែ3ខែហ្នឹងបាទមកគូអញីមួយឈ្មោះមួយពណ៌សទាំងពីរបាទក៏ស្រឡាញ់តសបាទហើយទីតាំងទី2គឺយើងទៅទីតាំងចាស់បាទបងប្អូនស្រីនៅខាងស្រុកចំការលើខេត្តកំពង់ចាមប្រហែលថ្ងៃមុនគាត់យកទៅមកគូបាទញីឈ្មោលហើយផ្ញើទៅសាខានឹងវាទៅតាមទឹកវារៀងឆ្ងាយអញ្ចឹងទៅ2យប់បានដល់2យប់ដល់ស្រាប់តែអាមួយហ្នឹងវាអន់ស្តែកមួយវារោបនចង់ងាប់អញ្ចឹងណាបាទតែទៅដល់បានគាត់បានមួយថ្ងៃក៏ងាប់ទៅបាទអញ្ចឹងជាទូទៅយើងផ្ញើមួយយប់មួយថ្ងៃឬក៏ពេលខ្លះក៏2យប់ដែរប៉ុន្តែវាអត់អីទេតែដឹងអាជើងនេះដឹងអាម៉េចទៅពេលអាហ្នឹងដល់ក៏វាស្តែករោបនងាប់គាត់ឆាត់មកប្រាប់ខ្ញុំក៏ផ្ញើសងឲ្យគាត់វិញមួយទៀតបាទផ្ញើឲ្យគាត់មួយទៀតប៉ុន្តែគាត់ទិញថែមមួយទៀតអញ្ចឹងដាក់ទៅមកគូប៉ុន្តែខ្ញុំថែមឲ្យគាត់មួយគាត់ទូទាត់លុយតែមួយទេបាទបូកថ្លៃសេវាផ្ញើហើយដាក់ជើងនេះទៅគាត់យកញីមួយឈ្មោះមួយទៀតមុននឹងងាប់ឈ្មោលបាទហើយទីតាំងទី2គឺបងប្រុសនៅខាងបាត់ដំបងបាទស្រុកមងឫស្សីបងប្រុសក៏យក3ក្បាលបាទញី2ឈ្មោះ1បាទពណ៌សខ្មៅហើយនឹងប្រផេះហើយទីតាំងទី3ទី4បងប្អូនបងប្រុសនៅខាងខេត្តកញ្ចេះនៅស្រុកសម្បូរដែលដាក់ទៅផ្សារសណ្ដានស្រុកសម្បូរខេត្តកញ្ចេះហ្នឹងគាត់យក2គូបងប្អូន2គូដាក់សលេខខ្មៅ2ឈ្មោលហើយពណ៌ប្រផេះហ្នឹង2ទៀតម៉ាក់ញីបងប្អូនពណ៌រាងពណ៌ប្រៃមួយបាទជើងបងប្រុសនៅខាងកញ្ចេះហ្នឹងបញ្ជាក់គាត់យក2គូខាងខ្ញុំ free សេវាដឹកជូនករណីដែលបងប្អូនយកតែមួយគូនេះបងប្អូនត្រូវចំណាយសេវាដោយខ្លួនឯងបាទចឹងអត់មានអីទេបងប្អូនហើយបងប្អូនត្រូវការកូនទន្សាយអាចឆាតចូល page ខ្ទង់ទន្សាយក៏បាន Telegram 097 25 25 220 បាទអរគុណច្រើនបងប្អូនទាំងអស់គ្នា